ក្រុមជំនាញសួរទ្រទស្សនិកជនជាទីគោរពនិងជាទីមេត្រីស្វាគមន៍មកកាន់ព័ត៌មានសិល្បៈកំសាន្តអ៊ីងរបស់ទ្រទស្សន៍ BTV ក្នុងថ្ងៃនេះនាងខ្ញុំអាណានឹងនាំអារម្មណ៍ទស្សនិកជនទស្សនានៅការសម្ដែងនៃទស្សនីយភាពបុរាណចម្រុះជាច្រើននៅក្នុងកម្មវិធីសង្ក្រាន្តឆ្នាំថ្មីរបស់សាលាមធ្យមវិចិត្រសិល្បៈក៏ដូចជាព័ត៌មានសិល្បៈកំសាន្តពាក់ព័ន្ធទៅនឹងការត្រៀមរៀបចំនៅកម្មវិធីបុណ្យភូមិដែលនឹងមាននៅការរៀបចំនៅការសម្ដែងទស្សនីយភាពរហូតដល់4ទម្រង់ផ្សេងគ្នាជាទម្រង់សិល្បៈបុរាណជូនទៅដល់សាធារណជនទស្សនានៅឯផ្សារទំនើបជីបម៉ុង271នៅក្នុងពេលឆាប់ខាងមុខនេះនឹងមានព័ត៌មានសិល្បៈកំសាន្តជាតិអន្តរជាតិជាច្រើនផ្សេងទៀតផងដែរដែលទាំងអស់នេះគឺមាននៅក្នុងកម្មវិធី E-Newsទស្សនិកជនជាទីមេត្រីកម្មវិធីសង្ក្រាន្តឆ្នាំថ្មីរបស់សាលាមធ្យមវិចិត្រសិល្បៈគឺបានបញ្ចប់ទៅដោយជោគជ័យជាមួយនឹងការចូលរួមយ៉ាងច្រើនកកពីសំណាក់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញក៏ដូចជាមកពីតាមបណ្ដាខេត្តហើយជាពិសេសទៀតនោះគឺនៅក្នុងកម្មវិធីសង្ក្រាន្តឆ្នាំថ្មីរបស់សាលាមធ្យមវិចិត្រសិល្បៈនៅឆ្នាំនេះគឺកាន់តែពិសេសហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺការសម្ដែងនៅទស្សនីយភាពជាច្រើនទម្រង់ជូនទៅដល់សាធារណជនទស្សនាតែម្ដងកុំឲ្យខាតពេលយូរទស្សនិកជនសូមទៅទស្សនានៅព័ត៌មាននេះលម្អិតជាមួយនឹងសេចក្តីរាយការណ៍របស់នាងខ្ញុំនៅក្នុងកម្មវិធីសង្ក្រាន្តឆ្នាំថ្មីរបស់សាលាមធ្យមវិចិត្រសិល្បៈដូចតទៅក្រុមជំនាញសួរទ្រទស្សនិកជនជាទីគោរពនិងជាទីមេត្រីនាងខ្ញុំអាណាកំពុងតែស្ថិតនៅសាលាមធ្យមវិចិត្រសិល្បៈនៅក្នុងកម្មវិធីសង្ក្រាន្តឆ្នាំថ្មី2025របស់សាលាមធ្យមវិចិត្រសិល្បៈជាមួយនឹងការរៀបចំនៅព្រឹត្តិការណ៍កំសាន្តសប្បាយៗជាច្រើននៅក្នុងកម្មវិធីសង្ក្រាន្តឆ្នាំថ្មីរបស់សាលាមធ្យមវិចិត្រសិល្បៈស្របគ្នានោះទស្សនិកជនជាទីមេត្រីនៅពេលរសៀលនៃថ្ងៃទី1ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីរបស់សាលាមធ្យមវិចិត្រសិល្បៈមានរៀបចំសម្ដែងនៅទស្សនីយភាពទម្រង់សិល្បៈបុរាណជាច្រើនដែលក្នុងនោះគឺមានទាំងរបាំគោះត្រឡោកក៏ដូចជាល្ខោននិយាយរឿងមរតកមាតាវគ្គ1ល្ខោនខោលយៈត្រួតពលល្ខោនបាសាក់រឿងសង្ឃសិលជ័យល្ខោនស្រមោលស្បែកធំរឿងបុត្រចកាយជាពិសេសគឺនៅថ្ងៃទី1នៃសង្ក្រាន្តឆ្នាំថ្មីរបស់សាលាមធ្យមវិចិត្រសិល្បៈក៏មាននៅការប្រគំតន្ត្រីសម័យហើយក៏មាននៅការសម្ដែងនៅទម្រង់ល្ខោនអាប៉េរឿងម៉ាក់ធឹងដែលមាននៅការចូលរួមសម្ដែងដោយលោកមនូក៏ដូចជាប្អូនស្រីល្អហួសនិងអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះគឺនៅរសៀលនេះក៏មាននៅការរៀបចំនៅការលេងល្បែងប្រជាប្រិយខ្មែរជាច្រើនទម្រង់ផងដែរទស្សនិកជននាងខ្ញុំបានជួបសម្ភាសជាមួយនឹងបងប្អូនដែលជាសិស្សសាលានៃសាលាមធ្យមវិចិត្រសិល្បៈបានចូលរួមសម្ដែងទៅលើទម្រង់ល្ខោនបាសាក់ក្នុងរឿងសង្ឃសិលជ័យក៏ដូចជាជួបសម្ភាសជាមួយនឹងបងប្អូនដែលសម្ដែងនៅទម្រង់ល្ខោនខោលនៅក្នុងកម្មវិធីសង្ក្រាន្តឆ្នាំថ្មីក្នុងថ្ងៃនេះហើយជាពិសេសក៏បានជួបសម្ភាសជាមួយនឹងលោកគ្រូផ្នែកទម្រង់ល្ខោនសមោលស្បែកធំផងដែរដូច្នេះទស្សនិកជនចង់ដឹងអំពីចំណាប់អារម្មណ៍របស់ពួកគាត់យ៉ាងណាសូមរៀបទស្សនាដូចតទៅសួរអូនបាទសួរបងចាអារម្មណ៍យ៉ាងណាដែរបន្ទាប់ពីសម្ដែងរួចរាល់នៅលើឆាកក្នុងកម្មវិធីអបអសាទរសង្ក្រាន្តឆ្នាំថ្មីនៃសាលាមធ្យមវិចិត្រសិល្បៈសប្បាយផងហត់ផងបងប៉ុន្តែយ៉ាងណារំភើបខ្លាំងហ៎នៅពេលដែលបានសម្ដែងជូនសាធារណជនទស្សនាច្រើនបែបនេះរំភើបបងដោយសារមានទស្សនិកជនមកច្រើនក៏ក្រៅដែរបាទហើយសម្រាប់ក្នុងថ្ងៃនេះសម្ដែងនៅក្នុងទម្រង់អីគេដែរទម្រង់ល្ខោនខោលហើយនៅក្នុងវគ្គអ្វីដែររឿងគេត្រង់ឈុតយៈត្រួតពលបងចាហាត់សមរយៈពេលប្រហែលថ្ងៃទម្រាំអាចសម្ដែងប្រហែលនាទីនៅលើឆាកនេះណាហើយរយៈគេមួយទឹកពេញមួយទឹកពេញเนาะអូខេក្នុងនោះផងដែរក៏ចង់ដឹងដូចគ្នាជាមួយនឹងបងប្អូនទាំងអស់គ្នាសុទ្ធតែជាសិស្សឆ្នាំទីប្រហែលដែរនៃសាលាមធ្យមវិចិត្រសិល្បៈខ្ញុំឆ្នាំទី6បងឆ្នាំទី6ហើយទាំងអស់គ្នាเนาะមួយខ្ញុំឆ្នាំទី4អូបងប្អូនមានឆ្នាំទី4និងឆ្នាំទី6เนาะបាទបងចាល្អមែនតើជាមួយនឹងការសម្ដែងនៅទស្សនីយភាពក្នុងថ្ងៃនេះហើយចំពោះបងប្អូនផ្ទាល់មានការតាំងចិត្តយ៉ាងណាដែរប្រសិនបើបងបញ្ចប់ការសិក្សាទៅក្នុងពេលខាងមុខមានឱកាសបានទៅសម្ដែងនៅខាងក្រៅមានការតាំងចិត្តយ៉ាងណាខ្លះទៀតក្នុងការចូលរួមផ្សព្វផ្សាយនៅវប្បធម៌អរិយធម៌របស់ខ្មែរជាពិសេសគឺទម្រង់ល្ខោនខោលនេះបាទសម្រាប់ខ្ញុំផ្ទាល់ពេលដែលខ្ញុំចប់ពីនេះទៅបើសិនជាមានការងារខាងក្រៅដែលអាចរកចំណូលខ្លួនឯងបានខ្ញុំតាំងចិត្តថាខ្ញុំនឹងខំធ្វើអស់ពីសមត្ថភាពឲ្យល្អជាងនេះ ចា
ក្នុងថ្ងៃនេះល្អហើយប៉ុន្តែយ៉ាងណានៅពេលដែលបងអូនបញ្ចប់ការសិក្សាប្រកាសណាស់ថានឹងកាន់តែល្អជាងនេះហើយមានអ្វីចង់អរគុណទៅដល់សាធារណជនទេចំពោះការចូលរួមទស្សនាយ៉ាងច្រើនកកក្នុងថ្ងៃនេះក៏ដូចជាស្នូទះដៃយ៉ាងកងរំពងនៅក្នុងសាលតែម្ដងចា៎ បាទជាដំបូងខ្ញុំសូមអរគុណទៅដល់ពុកម៉ែបងប្អូនទាំងជាទីចិត្តទីឆ្ងាយដែលបានចូលរួមទស្សនានៅទីនេះហើយជូនពរពុកម៉ែបងប្អូនក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះជួបតែសំណាងល្អសុខភាពល្អទាំងអស់គ្នា ចាអរគុណអូនអរគុណសួរកូនកូនអូយស្រស់ស្អាតខ្លាំងមែនតើដំបងនេះណែនាំខ្លួនមុនណាអូនឈ្មោះអីគេហើយរៀនថ្នាក់ទីប្រហែលដែរ ខ្ញុំឈ្មោះកែវវឌ្ឍនៈរៀនថ្នាក់3 អារម្មណ៍យ៉ាងណាដែរក្នុងថ្ងៃនេះបានសម្ដែងជូនពុកម៉ែបងប្អូនសាធារណជនទស្សនាច្រើនបែបនេះណាចា មានអារម្មណ៍ថាសប្បាយខ្លាំងដោយសារខ្ញុំចូលចិត្តអានឹងតាំងពីតូចហើយនិយាយរឿងអត់ដឹងនិយាយមិនទេសារសប្បាយខ្លាំងពេក អូហូចាជាលើកទីប្រហែលដែរក្នុងការសម្ដែងនេះ សំដែងចេះយូរ តែឡើងឆាកធំអញ្ចឹងណា ឆាកឡើងធំហ្នឹងចង់ប្រហែល2 3 ដង ចាអញ្ចឹងអត់សូវភ័យទេណ៎ចាអរគុណចុះសម្រាប់អូនវិញ ខ្ញុំមានឈ្មោះថាអ៊ុយសពគឹមហ៊ុនឆ្នាំទី1 អារម្មណ៍យ៉ាងណាដែរ មានអារម្មណ៍ថាភ័យខ្លាំងហើយរំភើបខ្លាំង ភ័យខ្លាំងហ៎ ចា កន្លងមកធ្លាប់សម្ដែងជាតួអង្គនឹងដែរឬក៏អត់ ម្ដងខ្ញុំទុំឈរដែរ តួអង្គ សម្ពត់ទេវី សម្ព័ន្ធទេវី ចា ចាសម្ព័ន្ធទេវីនៅពេលដែលកំពុងតែសម្ដែងនៅលើឆាកមានពុកម៉ែបងប្អូនផ្ទះដៃឲ្យច្រើនបែបនេះរំភើបខ្លាំងទេកូន រំភើប ចេះសម្រាប់អូនវិញ ខ្ញុំឈ្មោះកែវសុផុនតារារៀនថ្នាក់ឆ្នាំទី1ខ ចាអារម្មណ៍យ៉ាងណាដែរវិញ រំភើបសប្បាយ តួអង្គអីគេដែរនៅក្នុងរឿងសម្ដែងរឿងអីគេដែរតួអង្គ សង្សារជ័យខ្ញុំទូយៈ អូតួយៈកាចមើលធ្វើកាចឲ្យទស្សនិកជនមើលបន្តិចមើលស្រែកមើលយឺអូហូចាស្អកចាពិតជាស័ក្តិសមមែនទែនលោកគ្រូអ្នកគ្រូបកែរើសតួអង្គដាក់មែនទែនហើយជាតួអង្គយៈនេះកន្លងមកធ្លាប់បានសម្ដែងដែរឬទេចា ច្រើនឯ2 3 ដង ចាហើយអនាគតទៅប្រសិនបើបានចេញទៅសម្ដែងនៅខាងក្រៅបងអូនតាំងចិត្តណាដែរនៅក្នុងការចូលរួមផ្សព្វផ្សាយនៅទម្រង់ល្ខោនបាសាក់របស់ខ្មែរយើងទៅកាន់ពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ ខ្ញុំតាំងចិត្តលេខប្រឹងសម្ដែងឲ្យទស្សនិកជនមើលឲ្យគាត់បានស្គាល់ថាល្ខោនបាសាក់ជារបស់ខ្មែរ ចាទស្សនិកជនជាទីមេត្រីជាបន្តយើងជួបជាមួយនឹងចំណាប់អារម្មណ៍របស់លោកគ្រូផ្នែកទម្រង់ល្ខោនស្រមោលស្បែកធំវិញម្ដងចាជំរាបសួរលោកគ្រូចាលោកគ្រូអនុញ្ញាតណែនាំខ្លួនក៏ដូចជាទូនាទីនៅសាលាមធ្យមវិចិត្រសិល្បៈជូនទៅដល់ទស្សនិកជនបន្តិចសិន ជាធម្មតាខ្ញុំនៅនេះគាត់តែជាជំនួយការបកក្រសួងវប្បធម៌ហើយយើងមកធ្វើការនៅសាលាហើយខ្ញុំមានឯកទេសខាងល្ខោនស្បែកធំហើយថ្ងៃនេះដែរយើងធ្វើការសម្ដែងស្បែកធំសម្រាប់ចូលរួមការសម្ដែងចូលរួមសម្ដែងក្នុងសង្ក្រាន្តឆ្នាំថ្មីហើយបើឈ្មោះខ្ញុំឈ្មោះម៉ាន់កុសលបាទ លោកគ្រូកសលចំណាប់អារម្មណ៍យ៉ាងណាដែរសម្រាប់សង្ក្រាន្តឆ្នាំថ្មី 2025 នេះចា ជាធម្មតាខ្ញុំបានចូលរួមសាលាđểធ្វើសង្ក្រាន្តនេះ2ឆ្នាំហើយឆ្នាំមុននៃឆ្នាំហ្នឹងតែនិយាយពីចំណាប់អារម្មណ៍យើងចេះតែរីករាយចេះតែសប្បាយព្រោះយើងធ្វើអីដែលពាក់ព័ន្ធនឹងប្រពៃណីទំនៀមទម្លាប់របស់ខ្មែរយើងធ្វើអញ្ចឹងទៅវាឃើញក្មេងៗធ្វើការអញ្ចឹងទៅការបន្តវេនបន្តទៅសប្បាយតាមពិតសប្បាយ ចាលោកគ្រូចាទស្សនិកជនស្របគ្នានោះប្រជាពលរដ្ឋដែលបានអញ្ជើញមកកំសាន្តនៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីក៏បានបង្ហាញអំពីចំណាប់អារម្មណ៍ចំពោះការចូលរួមមកកំសាន្តនិងទស្សនានៅទម្រង់ល្ខោនបុរាណក៏ដូចជាទម្រង់សិល្បៈបុរាណជាច្រើននៅក្នុងសាលាមធ្យមវិចិត្រសិល្បៈផងដែរមានសួរអូនចាអូនតើជាសិស្សនៅទីនេះឬក៏ជាប្រណមកពីខាងក្រៅ ជាប្រវត្តិមកពីខាងក្រៅបងប៉ុន្តែបញ្ចប់ការសិក្សាពីនឹងដូចគ្នា ចាជំនាញផ្នែកខាងអីគេដែរកាលដែលយើងរៀននៅទីនេះ របាំប្រពៃណីបង អញ្ចឹងនៅខាងក្រៅយើងប្រកបការងារអ្វីផ្សេងដែរទេចា នៅខាងក្រៅខ្ញុំជាគ្រូសាលាឯកជនមួយដែរបង ផ្នែកអីគេដែរ ផ្នែកសិល្បៈនៅសាលាឯកជនបង ល្អមែនតើចាចង់ដឹងដូចគ្នាអំពីចំណាប់អារម្មណ៍ចំពោះការចូលរួមលេងកម្សាន្តនៅសាលាមធ្យមវិចិត្រសិល្បៈសម្រាប់សង្ក្រាន្តឆ្នាំថ្មីឆ្នាំនេះយល់ឃើញថាប្លែកទាំងអស់ចាអ្វីខ្លះដែរ អ
ខ្ញុំឃើញសាលាគាត់រៀបចំបានល្អឆ្នាំហ្នឹងហើយល្អជាងឆ្នាំមុនដោយសារឆ្នាំមុនក៏គាត់បានធ្វើដែរប៉ុន្តែយើងបានឃើញថាស្តង់រៀងតិចតែឆ្នាំនេះមានការតាំងពិព័រណ៍ច្រើនមានដូចជាអាហារក៏ច្រើនមកការលក់សម្ភារៈគ្រឿងអេសេសរីហើយនិងការតាំងពិព័រណ៍ស្នាដៃសិល្បៈផ្សេងទាំងមានគ្រប់ទម្រង់ទាំងទម្រង់របាំទម្រង់ល្ខោនទម្រង់ភ្លេងទាំងទម្រង់សូនរុកទាំងអស់គឺយើងដាក់បញ្ចូលទាំងអស់នឹងធ្វើឲ្យក្មេងៗបងដែលគាត់មកមើលគាត់ស្គាល់គ្រប់ទម្រង់សិល្បៈនៅទីនេះចា ហើយបន្ទាប់ពីបានឃើញពីការសម្ដែងពីបងប្អូនសិស្សចំនួនក្រោយទៅលើទម្រង់សិល្បៈបុរាណជាច្រើនប្រភេទនោះអូនផ្ទាល់អារម្មណ៍យ៉ាងណាដែរនៅពេលដែលបានឃើញពួកគាត់សម្ដែងបែបនេះមានអារម្មណ៍ថាសប្បាយចិត្តដែលឃើញឥឡូវបងប្អូនឥឡូវគាត់មករៀននៅនេះច្រើនអញ្ចឹងមានន័យថាខ្មែរយើងឥឡូវបងប្អូនឥឡូវគាត់ចាប់អារម្មណ៍ទៅលើទម្រង់សិល្បៈបានច្រើនអញ្ចឹងក៏សប្បាយចិត្តពេលគាត់មករៀននៅចង់ច្រើនហើយឃើញគាត់អភិវឌ្ឍបានល្អហើយលោកគ្រូអ្នកគ្រូគាត់បរៀនកាន់តែល្អជាងមុនទៀតមានអ្វីចង់សំណូមពរដល់សាលាបន្ថែមទៀតដែរទេជាមួយនឹងការរៀបចំនៅសង្ក្រាន្តឆ្នាំនេះហើយក៏ដូចជានៅឆ្នាំក្រោយទៀតចង់សំណូមពរអីបន្តទៀតដែរទេឲ្យមានការរៀបចំកម្មវិធីធំសប្បាយបែបនេះទៀតដែរទេចាបងឆ្នាំនេះឃើញរៀបចំបានល្អចឹងពួកខ្ញុំទាំងអស់គ្នាទាំងសិស្សរៀនចប់ទាំងសិស្សនៅហ្នឹងក៏ចង់ឲ្យមានឆ្នាំក្រោយតទៅទៀតឬមួយក៏មិនថាជាសង្ក្រាន្តឬមួយក៏ជាកម្មវិធីសិល្បៈផ្សេងចង់ឲ្យសាលាមានកាន់តែច្រើនដើម្បីបង្ហាញទៅកាន់សាលាក្រៅកាន់បងកាន់បងប្អូននៅខាងក្រៅឲ្យគាត់យល់ឲ្យគាត់ចង់ឲ្យគាត់មកលេងនៅនឹងកាន់តែច្រើនជាងឆ្នាំនេះទៀតចាសួរអូនចាជាសិស្សនៅទីនេះឬក៏ជាប្រជាពលរដ្ឋមកពីខាងក្រៅមកពីខាងក្រៅបងអារម្មណ៍យ៉ាងណាដែរចំពោះការចូលរួមនៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីរបស់សាលាមជ្ឈមវិចិត្រសិល្បៈមានអារម្មណ៍ថាប្លែកដោយសារឆ្នាំមុនក៏អត់សូវមានព្រឹត្តិការណ៍ធំយ៉ាងណាបានទស្សនានៅតម្រង់ល្ខោនអ្វីខ្លះហើយទស្សនីយភាពអ្វីខ្លះហើយដូចបានដូចជាល្បែងបុរាណប្រពៃណីសៀកល្ខោនខោល្ខោនសាក់និងល្ខោននិយាយហើយចំពោះការសម្ដែងនៅទស្សនីយភាពនេះទទួលបានបទពិសោធន៍អ្វីខ្លះហើយពីការទស្សនាក៏ដូចជាមកកំសាន្តនៅក្នុងសង្ក្រាន្តឆ្នាំថ្មីនៅសាលាមជ្ឈមវិចិត្រសិល្បៈទទួលបានចំណេះដឹងជាច្រើនអំពីការទស្សនាអំពីទម្រង់ល្ខោនខ្មែរដូចជាល្បែងខ្មែររបស់យើងហើយមានឃើញក្មេងៗច្រើនដែលគាត់ចូលរួមសម្ដែងគឺជាយុវជនបន្តវ័យពីបងនិងគ្រូដែលគាត់ពីមុនមកចឹងគាត់ស្វែងចាដែលលោកគ្រូអ្នកគ្រូគាត់ខំបន្តឲ្យវាមានរបៀបបន្តកុំឲ្យដាច់កុំឲ្យបាត់បង់ចឹងណាបងចាចុះសម្រាប់អូនមិញហ្នឹងបានចូលរួមលេងកំសាន្តល្បែងប្រជាប្រិយណាខ្លះហើយនៅទេបងចាទៅត្រៀមនឹងលេងអ្វីដែរនៅខាងក្រោយយើងនេះគឺមានការសម្ដែងនៅចានៅខាងក្រៅរបស់យើងនេះគឺមាននៅការលេងនៅល្បែងប្រជាប្រិយវាយក្អមចាចង់សារលបងទេអត់ទេចង់លេងអ្វីផ្សេងបន្តពីពួកនេសាទនេះទៀតយើងនឹងមាននៅការលេងល្បែងប្រជាប្រិយច្រើនទៀតក៏ដូចជាកម្មវិធីប្រគំតន្ត្រីនៅពេលយប់ផងដែរចាចាំមើលពេលហ្នឹងចាក់ស្ដែងមើលអាចចូលរួមលេងឲ្យបានក៏ចូលរួមតាមហ្នឹងណាបងចាបន្តទៅបងអូនវិញអារម្មណ៍យ៉ាងណាដែរនៅពេលដែលបានមកសង្ក្រាន្តនៅសាលាមជ្ឈមវិចិត្រសិល្បៈសប្បាយបងពេលបានទស្សនាអ្វីខ្លះហើយបានមើលរបាំបានមើលល្ខោនខោអីបងពីមុនមកធ្លាប់បានទស្សនានៅទម្រង់ល្ខោនក៏ដូចជារបាំបែបនេះទេនៅខាងក្រៅធ្លាប់បងដោយសាររៀននៅសាលាហ្នឹងដែរពីមុនមកធ្លាប់រៀននៅនេះដែរចាហើយអារម្មណ៍យ៉ាងណាដែរនៅពេលដែលយើងបានឃើញបងប្អូនជំនាន់ក្រោយបានបង្ហាញសមត្ថភាពនៅលើឆាកវាអារម្មណ៍ថាសប្បាយចិត្តបងដោយសារប្លែកខុសពីការជំនាន់ដែលខ្ញុំនៅរៀនហ្នឹងបងចាខ្ញុំសង្ឃឹមថានឹងមានក្មេងៗជាច្រើនបានស្គាល់សាលាហ្នឹងហើយខិតខំរៀនពីវប្បធម៌របស់ខ្មែរបានច្រើនបងចាអរគុណចាទស្សនិកជនជាទីគោរពនិងជាទីមេត្រីដោយទស្សនិកជនបានជួបជាមួយនឹងចំណាប់អារម្មណ៍របស់សិល្បករក៏ដូចជាចំណាប់អារម្មណ៍របស់បងប្អូនសិស្សសានុសិស្សនិងជាពិសេសគឺចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមនៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីនៃសាលាមជ្ឈមវិចិត្រសិល្បៈនៅក្នុងថ្ងៃទី1ហើយឃើញថាពួកគាត់នៅក្នុងកម្មវិធីមួយនេះឃើញថាពួកគាត់បានបង្ហាញអារម្មណ៍រំភើបសប្បាយចិត្តជាមួយនឹងការរៀបចំនៅព្រឹត្តិការណ៍ចម្រុះជាច្រើនទៅលើទម្រង់សិល្បៈបុរាណហើយក៏ដូចជាមានការប្រគំតន្ត្រីនៅពេលរាត្រីដើម្បីអបអរសាទរនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីផងដែរមានអ្វីវិវត្តថ្មីពាក់ព័ន្ធជាមួយនឹងព្រឹត្តិការណ៍សំខាន់ជាច្រើនទៀតពាក់ព័ន្ធទៅនឹងពិធីអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះនាងខ្ញុំនឹងធ្វើការវិវត្តថ្មីជូនទៅដល់ទស្សនិកជននាងខ្ញុំរាយការណ៍នៅសាលាមជ្ឈមវិចិត្រសិល្បៈសូមអរគុណនិងសូមគោរពលាហើយទស្សនិកជនជាទីមេត្រីមហោស្រពសិល្បៈបុណ្យភូមិ
លើកទី12សម្រាប់ឆ្នាំ2025នេះគឺកាន់តែពិសេសជាមួយនឹងការរៀបចំរហូតដល់2សប្តាហ៍ផ្សេងគ្នាដោយសប្តាហ៍ទី1គឺរៀបចំធ្វើឡើងនៅឯផ្សារទំនើប Chip Mong 271ជាមួយនឹងការបង្ហាញនៅទម្រង់សិល្បៈបុរាណជាច្រើនជូនទៅដល់សាធារណជនទស្សនាដែលរស់នៅរាជធានីភ្នំពេញហើយក្នុងនោះសម្រាប់សប្តាហ៍ទី2ក៏នឹងត្រៀមសម្ដែងនៅឯវត្តស្វាយអណ្ដែតជាមួយនឹងការលើកយកនៅទស្សនីយភាពទម្រង់បុរាណជាច្រើនទៅរៀបចំនៅក្នុងទីតាំងនៃវត្តស្វាយអណ្ដែតផងដែរកុំឲ្យខាតពេលយូរទស្សនិកជនជាទីមេត្រីចង់ដឹងថាតើសម្រាប់កម្មវិធីមហោស្រពសិល្បៈបុណ្យភូមិលើកទី12នេះយើងរៀបចំនៅទម្រង់សិល្បៈបុរាណអ្វីខ្លះនោះសូមរីករាយទស្សនានៅកិច្ចសម្ភាសន៍រវាងនាងខ្ញុំជាមួយនឹងអ្នកសម្របសម្រួលនិងជាអ្នករៀបចំនៅក្នុងកម្មវិធីបុណ្យភូមិនេះតែម្ដងតាមរយៈសារអេឡិចត្រូនិក Telegram សូមរីករាយទស្សនាដូចតទៅបុណ្យភូមិឆ្នាំនេះគឺយើងផ្ដោតទៅសាសនាស្នំទាំង5ដែលទី1គឺល្បែងនៅភូមិកំសាន្តដែលដោយបងដឹងច្បាស់អញ្ចឹងថាបុណ្យភូមិគឺយើងតែផ្ដោតទៅលើការលេងល្បែងប្រជាប្រិយខ្មែរមុនពេលចូលឆ្នាំខ្មែរអញ្ចឹងណាប៉ុន្តែសម្រាប់បុណ្យភូមិយើងមានចាក់កុវិស័យថាយើងចង់វិវត្តការលេងល្បែងប្រជាប្រិយខ្មែរឲ្យវាទៅមកកម្រិតទៀតដោយវាមាន branding ត្រឹមត្រូវចាតែក្នុងហ្នឹងគឺយើងបានធ្វើការសាកល្បងពីឆ្នាំទៅម្ដងហើយគឺការវាយក្អមហើយយើងបាន branding ការវាយក្អមទៅជាវាយក្អមប្រជាប្រិយដែលវាមានជាលក្ខខណ្ឌតិកៈមានដាក់លេខយើងមានពិធីករយើងមានតន្ត្រីអមអីចឹងទៅដើម្បីឲ្យញ៉ាំងឲ្យការវាយក្អមរបស់យើងលើសពីវាយក្អមបញ្ចូលឆ្នាំខ្មែរធម្មតាហ្នឹងហើយអញ្ចឹងឆ្នាំនេះយើងនឹងយកកម្មវិធីវាយក្អមប្រជាប្រិយមហាសំណាងនោះមកវិញម្ដងទៀតជាមួយនឹងការចូលរួមពីសំណាក់អ្នកចូលរួមហើយអាចថាក្អមហ្នឹងគឺឡើងដល់112ក្អមដើម្បីអាលេខ12ចុងក្រោយហ្នឹងតំណាងបុណ្យភូមិឆ្នាំទី12ហ្នឹងហើយបងមែនតើទៅនេះមិនមែនជាលើកទី1ទេដែលបុណ្យភូមិធ្វើច្រើនកន្លែងច្រើនថ្ងៃលើសពី3ថ្ងៃអញ្ចឹងណាកាលពីបុណ្យភូមិ2023ដែលត្រូវជាឆ្នាំទី10របស់បុណ្យភូមិក៏យើងបានធ្វើ10ថ្ងៃសម្រាប់តំណាងឲ្យ10ឆ្នាំហើយនៅទីតាំង4កន្លែងផ្សេងៗគ្នាដល់ឡែកឆ្នាំនេះជាឆ្នាំទី12ម្ល៉េះហើយយើងសម្រាប់រួមគ្នាថាយើងធ្វើពីកន្លែងផ្សេងគ្នាហើយនៅក្នុងថ្ងៃនីមួយគឺថ្ងៃនីមួយក្នុងអាទិត្យនីមួយគឺមាន2ថ្ងៃអញ្ចឹងសរុបទាំងអស់គឺ4ថ្ងៃចាមួយវិញទៀតហ្នឹងក្រៅពីតំណាងសម្រាប់ឆ្នាំទី12ទៅទីតាំង2កន្លែងហើយមួយថ្ងៃមាន2មួយសប្តាហ៍មាន2ថ្ងៃសរុបមាន4ថ្ងៃហ្នឹងដែលតំណាងឲ្យឆ្នាំទី12ហ្នឹងយើងក៏មានមូលហេតុមួយទៀតហ្នឹងគឺដោយសារមានសំណូមពរពីពុកម៉ែបងប្អូនដែលគាត់នៅក្នុងទីក្រុងហើយគាត់ពិបាកធ្វើដំណើរទៅរៀងជាយក្រុងដូច្នេះហើយនឹងមួយទៀតគឺសម្រាប់លោកយាយលោកតាដែលគាត់ពិបាកនឹងធ្វើដំណើរទៅខាងក្រៅហើយក្តៅអញ្ចឹងមូលហេតុហ្នឹងហើយបើយើងសហការរៀបចំបុណ្យភូមិនៅក្នុងក្រុងហើយនៅក្នុងផ្សារទំនើបដែលមានម៉ាស៊ីនត្រជាក់ហើយនៅដើម្បីបង្កជាបរិយាកាសសម្រាប់លោកតាលោកយាយក៏ដូចជាក្រុមគ្រួសារដែលមានក្មេងតូចៗដែលពិបាកនឹងការធ្វើដំណើរផ្លូវឆ្ងាយហ្នឹងមកលេងនៅក្នុងក្រុងតែម្ដងអញ្ចឹងសម្រាប់មិត្តយុវវ័យក៏ដូចជាពូមីងលោកតាលោកយាយដែលនៅទីតាំងចិត្តជាក្រុងឬក៏ជួយចិត្តជិះទៅឆ្ងាយយើងមានទីតាំងនៅឆ្ងាយតែឆ្នាំនេះពិសេសគឺនៅឯវត្តស្វាយអណ្ដែតនៅលើទឹកដីអរិយស័ព្ទចាដែលយើងត្រូវឆ្លងដល់ទៅអញ្ចឹងវាអាចនិយាយថាមិនវារសជាតិថ្មីមួយបែបទៀតហើយសម្រាប់អ្នកដែលគាត់ដែលទៅអរិយស័ព្ទគឺវាជាឱកាសចាជារងឆ្នាំអ្នកស្រុកប៉ុនភូមិគឺមិនតិចទេសម្រាប់មួយថ្ងៃមិនតិចជាង30000 40000នាក់ទេអញ្ចឹងឆ្នាំនេះខ្ញុំគិតថាវាអាចឡើង120,000នាក់ចា120,000នាក់ហើយយើងសង្ឃឹមថាបាន120,000នាក់ហ្មងគឺតំណាងឲ្យ12ឆ្នាំរបស់យើងហ្មងផ្ទះភូមិស្រុកផុតទុកចំបែងចាំគ្រប់កន្លែងបេះដូងដួងកាយកាលពីពេលថ្មីកន្លងទៅនេះនាងខ្ញុំបានជួបសម្ភាសជាមួយនឹងលោកពុកបារៈដែលជាប្រធាននាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈលោកបានផ្ដល់នៅបទសម្ភាសជាមួយនឹងខ្ញុំពាក់ព័ន្ធជាមួយនឹងការត្រៀមរៀបចំនៅមហោស្រពជាតិភាពយន្តខ្នាតវែងសម្រាប់ឆ្នាំ2025នេះគឺគាត់បានផ្ដល់ជាសារលើកទឹកចិត្តទៅដល់បងប្អូនក៏ដូចជាយុវជនចំនួនក្រោយដែលមានបំណងចង់ដាក់ពាក្យចូលរួមប្រកួតសូមត្រៀមខ្លួនឲ្យរួចជាស្រេចនៅក្នុងការចូលរួមប្រកួតនៅ
ក្នុងកម្មវិធីមហោស្រពជាតិភាពយន្តខ្នាតវែងសម្រាប់ឆ្នាំ2025នេះពីព្រោះថាបន្ទាប់ពីចូលឆ្នាំហើយនោះគឺកម្មវិធីគឺនឹងចាប់ផ្ដើមបណ្ដុះបណ្ដាលនៅសិក្ខាកាមក៏ដូចជាចាប់ផ្ដើមជ្រើសរើសនិងក៏ដូចជាទទួលការដាក់ពាក្យចូលរួមប្រកួតផងដែរកុំឲ្យខាត់ពេលយូរទស្សនិកជនសូមរីករាយទស្សនានៅកិច្ចសម្ភាសន៍រវាងនាងខ្ញុំជាមួយនឹងលោកប៉ុកបារ៉ាដែលជាប្រធាននាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ដូចតទៅជំរាបសួរបងចាបងអាចជំរាបជូនពាក់ព័ន្ធជាមួយនឹងការងាររបស់នាយកដ្ឋានសិល្បៈភាពយន្តរហូតមកដល់ពេលនេះដំណើរការយ៉ាងណាហើយថាយើងត្រៀមនៅក្នុងការរៀបចំនៅកម្មវិធីភាពយន្តខ្នាតវែងនៅក្នុងពេលណាដែរបងអាចកំណត់នឹងជំរាបជូនទៅដល់ប្រិយមិត្តបានទេនៅក្នុងរយៈពេលចាបាទសូមអរគុណពាក់ព័ន្ធនឹងការងាររបស់អង្គភាពរបស់ខ្ញុំនាយកដ្ឋានភាពយន្តនៅក្នុងឆ្នាំ2025នេះយើងមានផែនការសកម្មភាពការងារច្រើនហើយការងារជាអាទិភាពសំខាន់របស់យើងគឺការបណ្ដុះបណ្ដាលធនធានមនុស្សនៅក្នុងវិស័យភាពយន្តការរៀបចំព្រឹត្តិការណ៍មហោស្រពភាពយន្តខ្នាតវែងថ្នាក់ជាតិដើម្បីផ្ដល់ឱកាសដល់ផលិតកររបស់យើងនឹងក្នុងការចូលរួមយកស្នាដៃភាពយន្តដើម្បីប្រកួតប្រជែងនិងវាស់ស្ទង់សមត្ថភាពហើយនឹងជាការលើកទឹកចិត្តដល់ពួកគាត់ផងដែរហើយក៏យើងមានការខិតខំក្នុងការរៀបចំនៅប្រព័ន្ធចំណាត់ថ្នាក់ភាពយន្តថ្មីផងដែរអញ្ចឹងកិច្ចការទាំងអស់នេះគឺជាការងារអាទិភាពដែលនាយកដ្ឋានសិល្បៈភាពយន្តនឹងធ្វើនៅក្នុងឆ្នាំ2025នេះហើយយើងកំពុងតែដំណើរការបានច្រើនហើយដល់ពេលនេះបាទចំពោះការទទួលពាក្យវិញយើងនឹងចាប់ផ្ដើមនៅពេលណាដែរហើយចំពោះការបង្រៀនទៅលើ Film Lab នឹងចាប់ផ្ដើមនៅពេលណាដែរចាសម្រាប់ការបណ្ដុះបណ្ដាលយើងនឹងគ្រោងចាប់ផ្ដើមនៅក្នុងខែ5ខាងមុខនេះហើយយើងចាប់ផ្ដើមទទួលពាក្យនៃការចូលរៀនក្នុងអំឡុងខែ4ដំណើរការនៃការបណ្ដុះបណ្ដាលគឺដូចបានយើងអនុវត្ត7លើកហើយរួចមកហើយទទួលបានជោគជ័យគឺការបណ្ដុះបណ្ដាលលើជំនាញសំខាន់គឺការសរសេរអត្ថបទនិពន្ធភាពយន្តការថតការដឹកនាំរឿងនិងជំនាញពាក់ព័ន្ធផ្សេងទៀតនៅក្នុងវិស័យភាពយន្តហើយក៏ដូចជាការផ្ដល់ឱកាសដល់យុវជនដែលចូលរួមបណ្ដុះបណ្ដាលនឹងអាចចូលរួមផលិតភាពយន្តបានសម្រាប់ការងារមហោស្រពភាពយន្តវិញយើងគ្រោងនៅក្នុងអំឡុងចុងឆ្នាំ2025ហើយយើងនឹងប្រកាសជូនដំណឹងជាផ្លូវការក្នុងអំឡុងខែ6ឆ្នាំ2025នេះដើម្បីឲ្យផលិតករយើងមានពេលវេលាគ្រប់គ្រាន់ក្នុងការដាក់ពាក្យស្នើសុំចូលរួមប្រកួតប្រជែងបាទស្រាប់ពីលោកផងដែរពាក់ព័ន្ធជាមួយនឹងការអំពាវនាវក៏ដូចជាការផ្ដាំផ្ញើទៅដល់សាធារណជនដែលគាត់មានបំណងក៏ដូចជាផលិតករដែលគាត់មានបំណងចង់ចូលរួមហ្នឹងគឺគួរតែត្រៀមអ្វីខ្លះដែរចា៎បាទសម្រាប់ការបណ្ដុះបណ្ដាលជំនាញភាពយន្តផលិតករគឺសូមត្រៀមនៅលក្ខណៈទី1គឺមានជាប់នៅសកម្មភាពការងាររបស់ខ្លួនពាក់ព័ន្ធនៅក្នុងវិស័យព្រោះយើងបណ្ដុះបណ្ដាលលើអ្នកដែលមានចំណេះដឹងខ្លះមិនមែនអ្នកថ្មីសុទ្ធទេអញ្ចឹងយើងនឹងប្រកាសឲ្យភ្ជាប់ជាមួយនឹងឯកសារពាក់ព័ន្ធជាស្នាដៃរបស់គាត់ដែលអាចបង្ហាញនឹងពួកយើងសម្រាប់ផលិតករក៏ក្នុងឆ្លៀតក្នុងឱកាសនេះខ្ញុំជំរាបជូនដល់ផលិតករភាពយន្តក្នុងស្រុកទាំងអស់ត្រៀមលក្ខណៈក្នុងការចូលរួមដែរដើម្បីយើងចូលរួមប្រកួតប្រជែងស្នាដៃក្នុងមហោស្រពរបស់យើងនៅក្នុងឆ្នាំនេះដោយយើងកំណត់នៅលក្ខខណ្ឌមួយចំនួនទាក់ទងនឹងស្នាដៃដែលចូលរួមបានដែលផលិតក្រោយឆ្នាំ2020យើងមានស្នាដៃដែលផលិតដោយជនជាតិខ្មែរទាំងអស់នេះគឺជាលក្ខខណ្ឌចម្បងសំខាន់សម្រាប់ការរៀបចំរបស់យើងថ្មីកន្លងទៅនេះបទចម្រៀងមួយបទដែលមានចំណងជើងថាសូរិយាឬអេតាស៊ីវិលនេះគឺបានធ្វើឲ្យមាននៅបណ្ដាអ្នកគាំទ្រជាច្រើនគឺផ្ទុះការគាំទ្រយ៉ាងខ្លាំងដោយសារតែបទចម្រៀងមួយនេះគឺបានរំលេចនៅវប្បធម៌អរិយធម៌របស់ខ្មែរយើងជាពិសេសគឺតាមរយៈការរៀបអាពាហ៍ពិពាហ៍រវាងកូនប្រុសកូនស្រីដែលជាគូស្វាមីភរិយាបានរំលឹកអំពីអតីតកាលក៏ដូចជាបានបញ្ជាក់ជាមួយនឹងទម្រង់វប្បធម៌អរិយធម៌របស់ខ្មែរយើងជាច្រើននៅក្នុងបទចម្រៀងមួយនេះផងដែរអត្ថន័យនៃបទចម្រៀងនេះគឺបានធ្វើឲ្យប្រិយមិត្តជាច្រើនគឺស្ងាយសរសើរចំពោះអ្នកដឹកនាំផលិតក៏ដូចជាទឹកដមសំនៀងរបស់តារាចម្រៀងទាំងពីរដួងដែលបទចម្រៀងនេះគឺមានការបកស្រាយដល់តារាចម្រៀងចំនួន2រូបដែលក្នុងនោះមានដូចជាព្រះនាងនរោត្តមចេណាជាមួយនឹងលោក Allergy ផងដែរកុំឲ្យខាត់ពេលយូរទស្សនិកជនយើងទៅទស្សនានិងស្ដាប់នៅបទចម្រៀងនេះទាំងអស់គ្នាតែម្ដងថាតើសម្រាប់បទចម្រៀងនេះពីរោះនឹងធ្វើឲ្យអ្នកគាំទ្រនឹងគឺគាត់បានជក់ចិត្តអារម្មណ៍យ៉ាងណាទៅទស្សនាជាមួយនឹងខ្ញុំតែម្ដងចា៎សប្បាយ all day ចង់ឲ្យបងជប់ all night Hope you feel alright okay សង្ឃឹមថាអូនយល់ពីអារម្មណ៍បង Girl you got me single love song ចង់ឲ្យអូនស្ដាប់បទនេះដល់រយលីនងស្នេហ៍យើងភ្លើងបៃតងឃើញខ្លួនណាពីពីអូនប្រាប់ថាចង់តែវាយ៉ាងខ្លាំងចាំមកបំពេញបំណងមកឲ្យគេចោលទាំងម៉ាលកាំងប្រែនយូតាមមិនរិញចាំងពលឺជប់ភ្នែកបងចង់ស្វាងបងដើរចូលរបស់មកដល់ពួកយើងក៏កាន់តែមានកម្លាំងកាន់តែបងយើងឆ្លងជីវិតគូតើមកយើងមកសច្ចាតស៊ូ
ជាបរងមិនបានការពេលយកទៅនៃក្តីស្នេហាyeah ooh I នេះគឺជានិស័យជាក្តីសុបិនថ្ងៃនេះលៀបត្រដាងពិធីមង្គលយើងស្លៀក ទស្សនិកជនជាទីមេត្រីនៅទីបំផុតគីមសេយុនបានចេញមកធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធទៅនឹងការសម្លាប់ខ្លួនរបស់គីមសេយុនហើយចង់ដឹងអំពីរឿងរ៉ាវនេះលម្អិតយ៉ាងណានោះទស្សនិកជនសូមរីករាយទស្សនាជាមួយនឹងខ្ញុំតែម្ដងចា៎ លោកគីមសូយុនបានបង្ហាញខ្លួនជាលើកដំបូងជាមួយនឹងកិច្ចស្វាគមន៍ដោយឯកសណ្ឋានពណ៌ខ្មៅនៅក្នុងទឹកមុខដ៏ស្រគត់ស្រគំលោកបាននិយាយនៅក្នុងសន្និសីទថាសួស្ដីនេះគឺជាគីមសូយុនជាដំបូងខ្ញុំសូមទោសដោយសារតែខ្ញុំមានមនុស្សជាច្រើនណាស់ដែលបានរងទុក្ខនៅពេលនេះខ្ញុំមានអារម្មណ៍ថាដូចជាអ្នកស្លាប់មិនអាចសម្រាកដោយសុគតិភពបានដែលធ្វើឲ្យរូបខ្ញុំមានអារម្មណ៍តានតឹងយ៉ាងខ្លាំងខ្ញុំមិនដែលទទួលស្គាល់ចំពោះខ្លួនឯងថាមានអ្វីមួយការពិតនៅពេលដែលវាមិនមែនដោយសារតែខ្ញុំត្រូវបានគំរាមកំហែងនោះទេពេលនេះខ្ញុំនឹងនិយាយអំពីអ្វីដែលអ្នកទាំងអស់គ្នាចង់ដឹងបំផុតខ្ញុំមិនដែលមានទំនាក់ទំនងស្នេហាជាមួយនឹងអ្នកស្លាប់គីមសេរុនកាលពីនៅតូចនោះទេខ្ញុំគិតថាខ្លួនឯងគឺជាមនុស្សកំសាពេញមួយរយៈពេលនេះខ្ញុំបានផ្ដោតទៅលើការរក្សានៅអ្វីដែលខ្ញុំមានខ្ញុំមិនបានដឹងគុណអំពីគុណធម៌ដែលមានចំពោះខ្ញុំទេហើយខ្ញុំខ្លាចបាត់បង់អ្វីៗទាំងអស់ខ្ញុំបានលាក់ទុកវាដូច្នេះខ្ញុំចំណាយពេលដ៏យូរដើម្បីឈានមកដល់ទីនេះការអះអាងមួយលើកឡើងថាខ្ញុំមិនបានអើពើចំពោះអ្នកស្លាប់ហើយថានាងបានធ្វើការសម្រេចចិត្តបញ្ចប់ជីវិតដោយសារក្រុមហ៊ុនគ្រប់គ្រងរបស់ខ្ញុំគឺមិនពិតនោះទេយើងដូចជាគូស្នេហ៍ផ្សេងទៀតយើងស្រឡាញ់គ្នាក្រោយមកយើងក៏បែកគ្នាបន្ទាប់មកខ្ញុំក៏មិនបានបន្តទំនាក់ទំនងជាមួយនឹងអ្នកស្លាប់ទៀតឡើយដើម្បីលាតត្រដាងពីការពិតយើងបានសម្រេចចិត្តដាក់ពាក្យបណ្ដឹងព្រហ្មទណ្ឌនិងបណ្ដឹងរដ្ឋបវេនីប្រឆាំងទៅនឹងអ្នកពាក់ព័ន្ធយើងបានដាក់ពាក្យប្តឹងក្រុមគ្រួសារសពដែលបានបាត់បង់ជីវិតដែលមានបុគ្គលម្នាក់បានអះអាងថាជាម្ដាយមីងនិងជាម្ចាស់ Channel YouTube ដែលមានឈ្មោះថា Carosero យើងបានដាក់ពាក្យបណ្ដឹងទាមទារសំណងសរុបចំនួន 12,000 លានវ៉ុនប្រហែលជា 8.16 លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងការខូចខាតទៅតុលាការកណ្ដាលទីក្រុងសេអ៊ូលនេះបញ្យងតាមសម្ដីពីតំណាងមេធាវីស្របច្បាប់របស់លោកគីមសូយុនspeaking up to end it all, but every time he said that, he hesitated, afraid that one wrong. យើងបន្តទស្សនានៅព័ត៌មានដែល like នេះគឺពាក់ព័ន្ធទៅនឹងខ្សែភាពយន្តរបស់ផលិតកម្ម Disney ដែលមានចំណងជើងថា Snow White បានទទួលចំណាត់ថ្នាក់លេខ 1 នៅក្នុងតារាង Box Office សម្រាប់សប្តាហ៍នេះ This was my father's kingdom, a place of fairness. But the Queen ភាពយន្ត Snow White គឺជាខ្សែភាពយន្តបែបប្រឌិតតន្ត្រីអាមេរិកឆ្នាំ 2025 ដែលដឹកនាំដោយលោក Max Webb និងនិពន្ធដោយលោក Erin Cressida Wilson ខ្សែភាពយន្តនេះផលិតដោយផលិតកម្ម Walt Disney Pictures រួមជាមួយនឹងផលិតកម្ម Marplat Production វាគឺជាសកម្មភាពបន្តផ្ទាល់នៃ Snow White របស់ Walt Disney និង Seven Dwarfs ដែលផ្អែកទៅលើរឿងនិទាន Snow White ផលិតនៅក្នុងឆ្នាំ 1812 ភាពយន្តនេះសម្ដែងដោយ Richard Ziegler, Andrea Bernard, Gal Gadot រួមជាមួយនឹងតារាល្បីៗជាច្រើនទៀតផងដែរខ្សែភាពយន្តនេះបានធ្វើតាម Snow White ដែលមានចិត្តបរិសុទ្ធដែលចូលរួមជាមួយនឹងមនុស្សទឿទាំង7រួមជាមួយនឹងចៅមរុកដែលមានឈ្មោះថា Jonathan ខ្សែភាពយន្តនេះបានបញ្ចាំងលើកដំបូងនៅ Alcázar of Segovia នៅក្នុងទីក្រុង Segovia ប្រទេសអេស្ប៉ាញនៅថ្ងៃទី12ខែមីនាឆ្នាំ2025ហើយត្រូវបានចេញផ្សាយនៅសហរដ្ឋអាមេរិកដោយ Walt Disney Studio Motion Picture នៅថ្ងៃទី21ខែមីនាឆ្នាំ2025សម្រាប់នៅដើមសប្តាហ៍នេះក្នុងតារាងចំណូល Box Office គឺស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ 1 ជាមួយនឹងចំណូលប្រមាណជាង$1 លានសហរដ្ឋអាមេរិក Hello? Is there anybody here? What did you think I was? Nothing. Ghost. You'll be safe from the Queen here. The Queen stole everything from all of us. I'm gonna need your help. It's time to restore our kingdom. Waiting on a wish, holding out for someday. អរគុណសម្រាប់ការតាមដានទស្សនានៅព័ត៌មានសិល្បៈកំសាន្តតាំងពីដើមរហូតដល់ចប់នេះខ្ញុំអាណានឹងក្រុមការងារក្នុងបន្ទប់ផ្សាយសូមអរគុណនិងសូមគោរពលា